ព្រឹកមកខ្ញុំអូស TikTok មកទៅខ្ញុំឃើញបងអូនក៏ review អានេះគាត់ថាអវ៉ាន់ហ្នឹងវា fake និងអត់ fake អញ្ចឹងណារវាងអវ៉ាន់ដែលគាត់ទិញនៅ pharmacy ស្រុកខ្មែរនិងអវ៉ាន់ដែលគាត់ទិញមកពីអាមេរិកអញ្ចឹងណាហើយសម្រាប់ biotin លក្ខណៈ250គ្រាប់ BM Fadizol នេះនិយាយទៅខ្ញុំជួបបទពិសោធន៍ផ្ទាល់ហ្មងជាមូលហេតុអញ្ចឹងឯងបាទខ្ញុំអត់សូវចង់បើកអាពួកនឹងរាប់រាយលក់បំបែកហើយនឹងពួកគ្រាប់ចំហួយក៏ដោយដែរខ្ញុំអត់ចង់បំបែកដោយសារអីវាងាយខូចពេលដែលយើងបើកទៅខ្យល់ចូលណាចឹងពួកក្របអញ្ចេះជាធម្មតាវាគេ coating ខាងក្រៅវាឲ្យក្របវាអាឡូងតែដល់ពេលយើងបើកទៅវាប៉ះខ្យល់ចឹងទៅអាខូតនឹងវាចាប់ផ្ដើមរលាយទីម្ដងទៅបន្ទាប់មកវាចាប់ផ្ដើមឃើញខាងក្នុងវានឹងឃើញមានដូចពណ៌រឿងបែកឈុកចឹងណានិយាយទៅវាអត់ខ្ញុំសម្រាប់ខ្ញុំវិញគឺវាអត់ fake គេលវ៉ាន់ហ្នឹងគ្រាន់ថាអវ៉ាន់ហ្នឹងគឺមួយគឺបើកកំប៉ុងចូលខ្យល់យូរនិងមួយវាតំបើកសាកតែគាត់ប្រើចិត្តអស់ហើយគាត់បើករៀងយូរទៅហើយទុកចោលគឺអាចនឹងដូរ